ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំចន្ទថាចែករំលែកថ្នាំខ្មែរបុរាណមកចែករំលែកជូនពុកម៉ែបងប្អូនអំពីដើមសណ្តែកខ្មោចណាបងប្អូនថ្នាំពូកែស័ក្តិសិទ្ធិណាបងប្អូនណាខ្ញុំប្រើហើយបានប្រសិទ្ធភាពខ្ពស់បានមកចែករំលែកជូនពុកម៉ែបងប្អូនមកធ្វើថ្នាំសម្រាប់ព្យាបាលជំងឺមួយឈឺសន្លាក់រ៉ាំរ៉ៃពីរហើមដៃហើមជើងហើមក្បាលជង្គង់រលោងហើមដើមមិនរួច3សន្លាក់អាស៊ីតពក់ម្រាមដៃពក់ម្រាមជើងពក់ភ្នែកដៃពក់ភ្នែកជើង4សន្លាក់ឈឺខ្នងនិងចង្កេះវិធីធ្វើថ្នាំវិញម្ដងទៅដកដើមសណ្តែកខ្មោចទាំងមូលបងប្អូនទាំងស្លឹកទាំងឫសទាំងផ្កាទាំងផ្លែរបស់វាទាំងសម្អាតទឹកឲ្យបានស្អាតជញ្ច្រាំឲ្យល្អិតហាលឲ្យស្ងួតយកចំនួន30ក្រាមដាំជាមួយទឹក2លីត្ររំងាស់ឲ្យសល់តែកន្លះលីត្រទេណាបងប្អូនទទួលទានទឹកថ្នាំវិញម្ដងមួយថ្ងៃទទួលទានតែ2ដងទេណាបងប្អូនព្រឹកមួយដងនិងល្ងាចមួយដងព្យាយាមទទួលទានចាប់ពី7ថ្ងៃដល់10ថ្ងៃអាការៈជំងឺរបស់ពុកម៉ែបងប្អូនដោយខ្ញុំរៀបរាប់នៅខាងលើប្រកាសជាបានធូរស្បើយជាក់ជាពុំខានមិននឹកស្មានថាដើមសណ្តែកខ្មោចយកមកធ្វើថ្នាំពូកែស័ក្តិសិទ្ធិដល់ម្លឹងសោះបងប្អូនចែកគ្នាដឹង